សេចក្តីថ្លែងការណ៍ក្រមប្រឹក្សាជាតិតស៊ូក្នុងកលៈទេសៈដ៏តានតឹងដែលប្រទេសជាតិកម្ពុជាយើងមានចំនួនព្រំដែនជាមួយប្រទេសថៃនិងការប្រឈមដ៏លំបាកស្មុគស្មាញរបស់ប្រជាពលរដ្ឋខ្មែរក្រមប្រឹក្សាជាតិតស៊ូ CNRC សូមអំពាវនាវឲ្យយើងខ្មែរគ្រប់និន្នាការនយោបាយត្រូវធ្វើការបង្រួបបង្រួមជាតិកម្ពុជាយើងជាចាំបាច់ក្នុងជំហរផលប្រយោជន៍ជាតិកម្ពុជារួមយើងខ្មែរត្រូវរួបរวมគ្នាលើគោលដៅជាក់លាក់ដើម្បី 1. ការពារបូរណភាពទឹកដីនៃប្រទេសជាតិកម្ពុជាយើងនិងដោះស្រាយបញ្ហាអន្តោប្រវេសន៍ 2. ដោះស្រាយទុក្ខលំបាកនិងការភ័យខ្លាចរបស់ពលករខ្មែរយើងនៅប្រទេសថៃ 3. ដោះលែងអ្នកទោសមនសិការស្ដារលទ្ធិប្រជាធិបតេយ្យនិងលើកតម្លៃមុខមាត់ជាតិកម្ពុជាយើងនៅលើឆាកអន្តរជាតិ 4. ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិវិបត្តិការងារនិងបំណុលរបស់ប្រជាពលរដ្ឋខ្មែរយើងក្រមប្រឹក្សាជាតិតស៊ូ CNRC យល់ស្របលើវិធីដែលយើងខ្មែរគ្រប់ភាគីនយោបាយត្រូវបើកចិត្តឲ្យទូលាយជៀសវាងការរើសអើងក្រុមបកពួកនិន្នាការនយោបាយនិងបើកផ្លូវទៅរកការពិភាក្សាគ្នាក្នុងចំណោមគ្រួសារខ្មែរដើម្បីបញ្ចប់ជម្លោះនយោបាយនិងរួមគ្នាដោះស្រាយគ្រប់បញ្ហាជាតិយើងជាមួយគ្នាតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី21ខែមិថុនាឆ្នាំ2025ក្រុមប្រឹក្សាជាតិតស៊ូ CNRC